សមាជរដ្ឋសភានិងព្រឹទ្ធសភានឹងប្រជុំពិភាក្សានិងសម្រេចលើប្រធានបទដែលចាត់ទុកជាបញ្ហាសំខាន់របស់ប្រទេសជាតិចំនួន3គឺប្រព័ន្ធគាំពារសង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងវិស័យកសិកម្មដែលគ្រោងរៀបចំឡើងរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី2ទី3ខែមិថុនាឆ្នាំ2025មូលដ្ឋានកំណត់បញ្ហាសំខាន់របស់ប្រទេសជាតិត្រូវបានកំណត់ក្នុងមាត្រា3នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសម្ព័ន្ធសភានិងព្រឹទ្ធសភាឆ្នាំ2011ចែងថាបញ្ហាសំខាន់របស់ប្រទេសជាតិមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីឬករណីប្រធានសត្វបណ្ដាលឲ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិនិងប្រជាជនឬករណីផ្សេងទៀតដែលគណៈកម្មាធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិបើពិនិត្យទៅលើប្រធានទាំង3សម្រាប់សមាជរដ្ឋសភានិងព្រឹទ្ធសភាឆ្នាំ2025គឺអាចត្រង់ចំណុចជាករណីផ្សេងទៀតដែលគណៈកម្មាធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិសមាជរដ្ឋសភានិងព្រឹទ្ធសភារៀបចំដោយគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាមានលោកហ៊ុនសែនប្រធានព្រឹទ្ធសភាជាប្រធានសមាជលោកស្រីខួនសូដារីប្រធានរដ្ឋសភាជាអនុប្រធានសមាជលោកអ៊ុចបូរិតលោកជីមយាបលោកធុនវឌ្ឍនាលោកវងសូតជាសមាជិកនិងជំនួយការមួយចំនួនគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាបានបង្កើតក្រុមចំនួន3ផ្សេងគ្នាសិក្សាលើប្រធានបទនីមួយក្រុមទី1សិក្សាលើប្រធានបទប្រព័ន្ធគាំពារសង្គមមានលោកយុផានីតាលោកឈៀងវុនលោកស្រីមានសំអាននិងលោកស្រីឡោកខេងក្រុមទី2សិក្សាលើប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលោកអ៊ុំសារ៉ិតលោកស្រីនិនសាផុនលោកស្រីមានសំអានលោកស្រីឡោកខេងលោកយុផានីតានិងលោកឈៀងវុនក្រុមទី3សិក្សាលើប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលោកអ៊ុំសារ៉ិតលោកស្រីនិនសាផុនលោកស្រីមានសំអានលោកស្រីឡោកខេងលោកយុផានីតានិងលោកឈៀងវុនសម្រាប់ក្រុមនីមួយមានតួនាទីសិក្សារៀបចំរបាយការណ៍និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជជូនគណៈកម្មាធិការសមាជតាមមាត្រា10មាត្រា11មាត្រា12នៃច្បាប់រៀបចំសមាជរដ្ឋសភាព្រឹទ្ធភាពតម្រូវឲ្យលោកហ៊ុនសែនប្រធានសមាជត្រូវអញ្ជើញសមាជិករដ្ឋសភាព្រឹទ្ធសភាលើសពីពាក់កណ្ដាលមានវត្តមានចូលរួមប្រជុំសមាជសម្រាប់ការគាំទ្រសេចក្តីសម្រេចសមាជរដ្ឋសភានិងព្រឹទ្ធសភាលើប្រធានបទទាំង3ខាងលើគឺត្រូវយកតាមមតិភាគច្រើនដាច់ខាតនៃចំនួនសមាជិកសមាជទាំងមូលបើពិនិត្យស៊ីជម្រៅលើចំនួនគាំទ្រការសម្រេចចិត្តសមាជរដ្ឋសភានិងព្រឹទ្ធសភាគឺត្រូវការច្រើនខ្លាំងសេចក្តីសម្រេចរបស់សមាជរដ្ឋសភានិងព្រឹទ្ធសភាលើប្រធានបទប្រព័ន្ធគាំពារសង្គមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងវិស័យកសិកម្មត្រូវតម្លៃជាសេចក្តីសម្រេចខ្ពស់បំផុតរបស់ប្រជាជាតិដែលត្រូវផ្សព្វផ្សាយជាសាធារណៈនិងចុះក្នុងរាជកិច្ចនេះបើយោងមាត្រា13នៃច្បាប់រៀបចំសមាជរដ្ឋសភាព្រឹទ្ធភាពពាក្យថាតម្លៃជាសេចក្តីសម្រេចខ្ពស់បំផុតរបស់ប្រជាជាតិគឺជាពាក្យមួយគន្លឹះសំខាន់ក្នុងការអនុវត្តនិងគួរមានការបកស្រាយឲ្យច្បាស់លាស់ព្រោះបើនៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញគឺបិទផ្លូវទៅវ៉ាសម្រាប់កិច្ចដំណើរការទូទៅក៏ដូចកិច្ចការរដ្ឋបាលក្នុងការរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភាគេមានអគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវទទួលបន្ទុកជាអគ្គលេខាធិការដ្ឋានសមាជនេះផ្អែកតាមប្រការ7នៃបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភានិងព្រឹទ្ធសភាឆ្នាំ2011គួរបញ្ជាក់ថានៅក្នុងរបាយការណ៍តាមដានការប្រជុំពេញអង្គនៃរដ្ឋសភាលើសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភារបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចេញថ្ងៃទី29ខែធ្នូឆ្នាំ2010បង្ហាញថាសមាជរដ្ឋសភានិងព្រឹទ្ធសភាគឺជាការធ្វើឲ្យមានប្រសិទ្ធភាពការងាររបស់ស្ថាប័ននីតិបញ្ញត្តិឲ្យមានការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀតក្នុងការបម្រើប្រទេសជាតិនិងប្រជាជនតាមរយៈការឆ្លើយតបនិងដោះស្រាយជាបន្ទាន់នូវរាល់បញ្ហាសំខាន់របស់ប្រទេសជាតិនិងប្រជាជាតិខ្មែរទាំងមូលក្នុងនាមជានគរតំណាងភូមិភាគព្រមទាំងការចូលរួមចំណែកក្នុងការដឹកនាំប្រទេសជាតិជាមួយរាជរដ្ឋាភិបាល